หน้าកំសាន្តលក្ខណៈគ្រួសារវគ្គ4បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់រួចពួកខ្ញុំនាំគ្នាមកហាងកាហ្វេប៉ុន្តែហាងកាហ្វេនេះគេធ្វើបែបលក្ខណៈសួនអ្នកទាំងអស់គ្នាមានលាយជាមួយនឹងផ្កាជ័រខ្លះផ្កាស្រស់ខ្លះប៉ុន្តែឌីក័រគេបែប fairy tale អញ្ចឹងនេះសម្រាប់អ្នកគេប៉ុនថតរូបអីthe best ហ្មងចេញពីហាងកាហ្វេនឹងមកពួកខ្ញុំក៏នាំគ្នាមកផ្សារទំនើបមកកន្លែងមួយទៀតដែលគេល្បីដែរហើយមករត់ទិញអ្វីតិចតួចទុកឲ្យអ្នកផ្ទះអញ្ចឹងអ្នកទាំងអស់គ្នាហើយទីតាំងមួយនេះក៏មានហាង brand ធំៗជាច្រើនផ្សេងទៀតក្រោយពីដើរ shopping ថតរូបលេងឲ្យមកសទូធំមករៀងហត់ដែរក៏ចូលមកដំណើរហ្នឹងញ៉ាំតិចតួចហើយនេះសតានាគត influencer មុនហូបផ្សែនទូរស័ព្ទស្យាយមែនតែនទៅមកដើរលេងនៅហូជីមិញនេះអត់មានធ្វើអីច្រើនតែអ្នកទាំងអស់គ្នានិយាយទៅមានតែដើរលេងថតរូបហើយ shopping ទិញអ្វីតិចតួចអញ្ចឹងណាដល់ពេលល្ងាចពួកខ្ញុំក៏នាំគ្នាដើរមកកាន់ទីតាំងកន្លែងញ៉ាំចិត្ត apartment ពួកខ្ញុំដែរនិយាយទៅដើរប្រហែលជា3នាទីហ្នឹងមកដល់ហើយទីតាំងមួយនេះក៏មានប្អូនប្រុសមួយដែលគាត់ជាជនជាតិខ្មែរកម្ពុជាក្រោមនិយាយទៅចេះខ្មែររលហ្មងមានរឿងមួយដល់ពេលអ្នកទាំងអស់គ្នាមកលេងវៀតណាមក កុំភ្លេចឲ្យសោះតាក់ទងជាមួយกระดาษជូតមាត់กระดาษសើមួយហ្នឹងមានតាមខ្លួនមកពូនៅនេះអីក៏គិតលុយដែរអានេះខ្ញុំគិតថាមានអ្នកខ្លះគាត់ដឹងតែអ្នកខ្លះមិនដឹងទេអាចសេវតុកអញ្ចឹងណាពីញ៉ាំអីរួចខ្ញុំក៏មកកក់សក់នៅកន្លែងនេះតែខុសហាងអ្នកទាំងអស់គ្នាដោយសារតែហាងនេះមានជំនាញកក់សក់ហើយជំនាញលាបពណ៌សក់ព្យាបាលសក់ប៉ុន្តែយ៉ាងណាមិញក៏អូខេដែរស្រាប់វីដេអូថ្ងៃហ្នឹងមានតែប៉ុណ្ណឹង